ងាយដែលអ្នកគួរធ្វើដើម្បីសុខភាពផ្លូវចិត្តប្រកបណាស់មានរូបមានទុក្ខដរាបណានៅមានជីវិតយើងនៅតែត្រូវប្រឈមនឹងបញ្ហាក៏ដូចជាឧបសគ្គនានាហើយក្នុងនោះរឿងរ៉ាវខ្លះក៏បានប៉ះទង្គិចដល់សុខភាពផ្លូវចិត្តរបស់យើងទោះបីបញ្ហាតូចឬធំប៉ុណ្ណាបើយើងចេះមើលថែសុខភាពផ្លូវចិត្តរបស់ខ្លួនឯងបានរឹងមាំនោះយើងក៏មិនសូវមានការព្រួយបារម្ភខ្លាំងដែរចំពោះផលប៉ះពាល់មកលើផ្លូវចិត្តរបស់យើងជាមួយនឹងវិធីងាយខាងក្រោមនេះមិត្តអ្នកអានអាចសាកល្បងអនុវត្តនិងជ្រើសរើសយកវិធីណាដែលអ្នកគិតថាស័ក្តិសមសម្រាប់ខ្លួនអ្នកផ្ទាល់ហើយធ្វើការអនុវត្តវាឲ្យបានជាប្រចាំសរសេរចេញនៃគំនិតនិងអារម្មណ៍របស់អ្នកត្រង់នេះមិនសំដៅលើការផុសនៅលើ Facebook ឬបណ្ដាញសង្គមណាមួយឡើយគឺសំដៅលើការចាប់កាន់ប៊ិចនិងក្រដាសហើយចាប់ផ្ដើមសរសេរនៅអារម្មណ៍និងអ្វីដែលអ្នកមាននៅក្នុងចិត្តទាំងអស់ដោយកុំខ្វល់ពីអ្វីទាំងអស់គ្រាន់តែឲ្យដៃរបស់អ្នកភ្ជាប់ទំនាក់ទំនងទៅនឹងបេះដូងនិងខួរក្បាលរបស់អ្នកតែម្យ៉ាងជាពិសេសរឿងរ៉ាវដែលអ្នកគិតថាពិបាកនឹងនិយាយចេញឬនៅពេលដែលមិនមាននរណាម្នាក់ចាំស្ដាប់អ្នកឈរលើជំហរនិងការគិតបែបវិជ្ជមានមិនថាក្នុងកលៈទេសៈបែបណាមិនថារឿងមួយអាចនឹងមានភាពអវិជ្ជមានខ្លាំងកម្រិតណាក៏គង់តែមានចំណុចវិជ្ជមាននៅក្នុងនោះដែរជាក់ស្ដែងបើអ្នកត្រូវសម្រេចកិច្ចការមួយក្នុងពេលដ៏ខ្លីជំនួសដោយការគិតដែលមានសម្ពាធនិងមានអារម្មណ៍មិនល្អចំពោះវាអ្នកអាចគិតថារយៈពេលកំណត់ខ្លីនេះជាកម្លាំងជំរុញទឹកចិត្តយ៉ាងមានប្រសិទ្ធភាពក្នុងការធ្វើឲ្យអ្នកបញ្ចប់នៅកិច្ចការមួយនោះបានរហ័សនិងតាមកាលកំណត់កំណត់ពេលដើរលំហែឲ្យបានជាប្រចាំបើសិនជាអាចអ្នកគួរតែសម្រាកការគិតនិងដើរលំហែរៀងរាល់20នាទីម្ដងឬជាប្រចាំជាពិសេសអ្នកដែលធ្វើការដោយប្រើប្រាស់ខួរក្បាលច្រើនការធ្វើបែបនេះមិនត្រឹមតែធ្វើឲ្យចិត្តរបស់អ្នកបានធូរស្រាលពីសម្ពាធការងារនោះទេប្រសិទ្ធភាពការងារក៏អាចនឹងមានការរីកចម្រើនផងដែរនៅពេលដែលអ្នកផ្ដល់ពេលសម្រាកដល់ខួរក្បាលអ្នកបានគ្រប់គ្រាន់មានមនុស្សដែលអ្នកអាចទុកចិត្តនិងចែករំលែករឿងរ៉ាវខាងចិត្តបានមិនថាមានតិចឬច្រើននោះទេអ្នកគួរតែមាននរណាម្នាក់ដែលអ្នកជឿជាក់និងអាចចែករំលែកអ្វីគ្រប់យ៉ាងបានជាពិសេសពេលដែលមានទុក្ខសោកឬបញ្ហាក្នុងចិត្តដើម្បីឲ្យអ្នកអាចមានអារម្មណ៍ថាអ្នកមិនឯកាឡើយរំលឹករឿងវិជ្ជមានឲ្យបាន3កំពុងមានអារម្មណ៍អវិជ្ជមានឲ្យតែជារឿងវិជ្ជមានដែលងាយនឹងរកនឹកឃើញទោះបីជាសាមញ្ញយ៉ាងណាក៏អាចជារឿងដែលធ្វើឲ្យអ្នកសប្បាយចិត្តស្នាដៃដែលធ្វើឲ្យអ្នកមានមោទនភាពនិងនរណាម្នាក់ដែលអ្នកស្រឡាញ់ចូលចិត្តឡាក់ឆ្លើយតបនឹងសម្លេងក្នុងចិត្តរបស់អ្នកដោយឆ្លាតវៃបើសិនជាសម្លេងនោះកំពុងគិតអវិជ្ជមានអ្នកគួរសាកល្បងគិតថាអ្នកជាមិត្តភក្តិម្នាក់របស់ខ្លួនឯងហើយសួរខ្លួនឯងថាតើអ្នកនឹងផ្ដល់យោបល់ឬឆ្លើយតបបែបណាចំពោះស្ថានភាពបែបនេះហើយធ្វើការថ្លឹងថ្បែងអំពីគំនិតឬដំណោះស្វ័យដែលល្អសម្រាប់ខ្លួនអ្នកផ្ទាល់សួរខ្លួនឯងថាបន្ទាប់ពីនេះតើនឹងអាចមានអ្វីខ្លះកើតឡើងក្នុងករណីមានបញ្ហាប្រឈមណាមួយដែលមិនអាចកែប្រែឬធ្វើឲ្យប្រសើរឡើងបានអ្នកត្រូវតែទទួលស្គាល់ការពិតហើយជំនួសដោយការសំអឹមសំងំលើសោកសៅចំពោះបញ្ហានោះអ្នកអាចគិតបន្តទៅលើអ្វីដែលនឹងកើតឡើងបន្ទាប់ពីបញ្ហានេះកើតមានឡើងដើម្បីអាចគិតគូរអំពីអ្វីដែលអ្នកអាចធ្វើបានបណ្ដុះទម្លាប់ល្អមុនពេលចូលគេងបញ្ឈប់ការគិតនិងព្រួយបារម្ភពីបញ្ហានានាអ្នកអាចកត់ចំណាំនៅបញ្ហាទាំងនោះដើម្បីបន្តការគិតនៅថ្ងៃស្អែកហើយប្រសិនបើនឹកឃើញអំពីគំនិតអ្វីមួយនោះអ្នកអាចសរសេរចេញមកឲ្យអស់រហូតដល់ខួរក្បាលរបស់អ្នកលែងគិតអំពីរឿងរ៉ាវទាំងនោះទៀតទន្ទឹមគ្នានេះដែរការជៀសវាងការសម្លឹងមើលអេក្រង់ទូរស័ព្ទឬឧបករណ៍អេឡិចត្រូនិកផ្សេងៗក៏ជាទង្វើដែលអ្នកគួរតែធ្វើមុនពេលបិទភ្នែកចូលគេងផងដែរ